បងប្អូននឹងអត់ថាមុនមួយគ្រាប់យើងអាចបំបត្តិវាក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ទេប៉ុន្តែបើស្នាមវិញយើងត្រូវការពេលរាប់ខែទៅរាប់ឆ្នាំដើម្បីព្យាបាលវាឲ្យបាត់ចេញពីផ្ទៃមុខរបស់យើងអញ្ចឹងសួរថាតើធ្វើម៉េចទើបអាចការពារស្នាមទាំងពីរប្រភេទហ្នឹងកុំឲ្យកើតឡើងអញ្ចឹងនេះគឺជាវិធីការពារស្នាមទាំងពីរហ្នឹងកុំឲ្យកើតឡើងទី1គឺត្រូវព្យាបាលមុនហ្នឹងឲ្យជាលឿនអញ្ចឹងមុនរលាកកាន់តែយូរវាធ្វើឲ្យខូចសរសៃឈាមកាន់តែច្រើនមេឡានីនក៏បញ្ចេញច្រើនផងដែរអញ្ចឹងវាធ្វើឲ្យឱកាសនៃការសកស្នាមវាកាន់តែខ្ពស់តាមនឹងដែរបងប្អូនអញ្ចឹងព្យាបាលមុនជាលឿនពេលណាគឺល្អពេលហ្នឹងនៅអាមេកូស៊ីគឺយើងមានសមត្ថភាពនៅក្នុងការព្យាបាលមុនរបស់បងប្អូនឲ្យជាត្រឹមតែរយៈពេល2ទៅ3ខែទេបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចឆាតចូល Page ឬក៏ Telegram របស់យើងទី2កុំច្បាច់មុនហ្នឹងនេះគឺជាកំហុសដែលខ្ញុំជួបញឹកញាប់ច្រើនជាងគេអញ្ចឹងបងប្អូនច្បាច់មុនដូចជំរុញឲ្យមុនហ្នឹងវាកាន់តែរលាកអញ្ចឹងច្បាច់ម្ដងវាធ្វើឲ្យខូចសរសៃឈាមម្ដងច្បាច់ម្ដងវាធ្វើឲ្យជាតិមេឡានីនបញ្ចេញច្រើនម្ដងអញ្ចឹងជាលទ្ធផលពេលដែលបងប្អូនជាមុនហ្នឹងទៅស្នាមខ្មៅស្នាមក្រហមអាចនឹងនៅលើមុខរបស់បងប្អូនរាប់ខែទី3ត្រូវថែរក្សារនាំងស្បែកឲ្យបានត្រឹមត្រូវអញ្ចឹងបងប្អូនយើងភាគច្រើនគាត់គិតថាមុខរបស់គាត់នឹងក៏ក្រិចអញ្ចឹងទៅគាត់ទៅលាងមុខញឹកញាប់មួយថ្ងៃ3ដង4ដងព្រោះគាត់គិតថាមុខមានអនាម័យធ្វើឲ្យមុននឹងវាថយចុះធៀបប៉ិតមិនមែនទេបងប្អូនមុនមិនមែនកើតឡើងដោយសារតែក៏ក្រិចទេអញ្ចឹងពេលណាដែលបងប្អូនលាងមុខលើសពី2ដងក្នុងមួយថ្ងៃវាធ្វើឲ្យមុខរបស់យើងកាន់តែខ្សោយកាន់តែងាយរកក្រហមហើយមុនរបស់យើងនឹងកាន់តែរលាកអញ្ចឹងជំនួសឲ្យការលាងមុខ3 4ដងក្នុងមួយថ្ងៃយើងលាងតែ2ដងបានហើយ form ដែលយើងជ្រើសរើសគឺជាពពួក Gentle Form ទី4គឺលាបលេការពារកម្ដៅថ្ងៃស្នាមខ្មៅពពួក PIH វានឹងខ្មៅដិតជាងមុនពីមួយថ្ងៃទៅមួយថ្ងៃបើសិនជាបងប្អូនអត់លាបលេការពារកម្ដៅថ្ងៃទេអញ្ចឹងលេការពារកម្ដៅថ្ងៃមិនមានតួនាទីបំបត្តិស្នាមខ្មៅទេប៉ុន្តែវាមានតួនាទីការពារ UV កុំឲ្យទៅប៉ះពាល់ជាមួយស្នាមខ្មៅនឹងកាន់តែច្រើនអញ្ចឹងពេលណាយើងធ្វើអញ្ចឹងស្នាមខ្មៅរបស់យើងវានឹងមិនសូវដិតហើយវាងាយបាត់ទៅវិញអញ្ចឹងនេះគឺជាវិធីការពារស្នាមទាំងពីរប្រភេទហ្នឹងកុំឲ្យកើតឡើងប៉ុន្តែបើសិនជាបងប្អូនមានស្នាមទាំងពីរហ្នឹងហើយចង់ព្យាបាលនៅអាកដេកូស៊ីរបស់យើងគឺមានសេវាកម្មព្យាបាលស្នាមទាំងពីរប្រភេទហ្នឹងយើងប្រើជា Nano Infusion មានន័យថាយើងធ្វើឲ្យស្បែកដាច់រលាត់តិចៗនៅផ្នែកខាងលើរួចយើងបញ្ចូលវីតាមីន4ប្រភេទក្នុងហ្នឹងមាន Centella សម្រាប់ប្រឆាំងការរលាកមាន Dark Salmon DNA សម្រាប់ជួសជុលកោសិកា Hyaluronic Acid សម្រាប់ផ្ដល់សំណើមនិងចុងក្រោយគឺ Glutathione សម្រាប់ធ្វើឲ្យមុខភ្លឺក៏ដូចជាបាត់ស្នាមខ្មៅនឹងផងដែរអញ្ចឹងបងប្អូនអាចប្រឹក្សាបន្ថែមមុននឹងទទួលយកសេវាកម្មតាមរយៈការឆាតចូល Page ឬក៏ Telegram សរុបមកវិញបងប្អូនត្រូវចាំថាការព្យាបាលគឺពិបាកជាងការការពារអញ្ចឹងមុននឹងស្បែកមុខយើងឈានទៅដល់ការមានស្នាមបងប្អូនអាចប្រើទាំង4វិធីហ្នឹងដើម្បីការពារស្នាមរបស់យើងកុំឲ្យកើតមាន